ចាំបងប្អូននៅទីនេះក៏ដូចជានៅស្រុកខ្មែរដែរពេលយប់ឡើងនៅតាមមាត់ទឹកសមុទ្រឬក៏ផែបងប្អូននៅទីនេះមានផែសមុទ្រធំមួយយើងនិយាយថាផែនៃទីក្រុងម៉ាឡាកាហ្នឹងមានកប៉ាល់សមុទ្រមានទូកជិះកម្សាន្តនិងផែកប៉ាល់ទំនិញផ្សេងហើយនៅពេលរាត្រីគឺគេនៅទៅដើរកម្សាន្តតំបន់ហ្នឹងដូចជាមាត់ទន្លេដែលយើងដើរនៅមុខវាំងអញ្ចឹងហើយដែលយើងនិយាយថាហៅផ្សាររាត្រីហ្នឹងចាផ្សារដែលយើងដើរពេលយប់ហ្នឹងនៅទីនេះក៏គេធ្វើ design បែបហ្នឹងដែរអញ្ចឹងបងប្អូនឃើញហើយមានតូបដែលគេលក់តូបហ្នឹងច្រើនណាស់បងប្អូនតែការលក់ហ្នឹងដូចតែយើងនៅខ្មែរហ្នឹងមានលក់បែប souvenir លក់បែបជាវត្ថុប្រើប្រាស់គ្រឿងអលង្ការរបៀបយើងថាមានត្បូងមានកន្លៃមានប៉ូស្កាតមានជាគ្រឿងសម្រាប់ទេសចរប្រើប្រាស់ឬក៏ទិញដើម្បីជាអនុស្សាវរីយ៍ហ្នឹងគឺពីច្រើនគេលក់បែបហ្នឹងឯងអញ្ចឹងនៅតូបមួយមានការលក់ផ្សេងគ្នាធម្មតាទេមានអ្នកខ្លះលក់នេះអ្នកខ្លះលក់អានោះអញ្ចឹងទៅមានលក់ទឹកអប់កៅអៅឬក៏បែបសម្ភារៈឬក៏ផ្សេងដែលគេមានលក់បងប្អូនហើយក៏ទៅតាមតំបន់ដែរអ្នកខ្លះលក់ផលិតផលក្នុងស្រុកអ្នកខ្លះក៏លក់ផលិតផលដែលគេយកមកពីប្រទេសម៉ូរ៉ូកូដែលទីតាំងប្រទេសហ្នឹងទល់មុខទីក្រុងខ្ញុំទេបងប្អូនតែ10គីឡូពីកន្លែងខ្ញុំរស់នៅណាប្រទេសម៉ារ៉ូកូហ្នឹងគឺនៅចិត្តទេបងប្អូនដែលខ្ញុំធ្លាប់ថតឲ្យលើកមុនណាហើយនេះគឺជាសូកូឡេតជាលក្ខណៈថាបង្អែមពេលយប់តែគេចូលចិត្តញ៉ាំណានេះឆ្ងល់ណាស់បងប្អូនគេចូលចិត្តញ៉ាំជូកូឡេតដល់ហើយទាំងក្មេងៗកូនខ្ញុំកូនគេប៉ុន្តែខ្មែរយើងមិនសូវចំណូលទេអារឿងជូកូឡេតអីហ្នឹងបងប្អូនណាស់តែក្មេងៗនៅស្រុកហ្នឹងថែមទាំងកូនខ្ញុំទៀតពីមុនលូរីនអត់ចូលចិត្តទេប៉ុន្តែឥឡូវលូរីនក៏ចូលចិត្តហើយក្រៅពីហ្នឹងបងប្អូននេះឃើញមានរេស្តូរ៉ង់ពេលយប់នៅពេលយើងដើរលំហែតាមផែអញ្ចឹងទៅមានលក់ជាអាហារដ្ឋានកាហ្វេឬក៏ចំណីពេលយប់ដែលយើងអាចឈប់អង្គុយញ៉ាំលេងហើយមើលទេសភាពមើលសមុទ្រអីអញ្ចឹងទៅប៉ុន្តែបងប្អូនដឹងហើយពេលយប់គឺវាអាងឹតវាមិនភ្លឺទេប៉ុន្តែគ្រាន់តែគេដើរបែបយប់រាត្រីអញ្ចឹងបងប្អូនបែបរ៉ូម៉ាន់ទិកអញ្ចឹងឯងខ្ញុំដើរកាត់ហាងនេះក៏ឃើញការលក់វត្ថុអនុស្សាវរីយ៍របស់គេហ្នឹងស្អាតរបៀបនេះគេហៅផលិតផលក្នុងស្រុកទៀតឯងបងប្អូនគឺចានកែវអីគឺពណ៌ភ្លឺផ្លេកចម្រុះពណ៌អញ្ចឹងគឺជាអត្តសញ្ញាណរបស់ប្រទេសអេស្ប៉ាញហើយពួកគាត់ល្បីល្បាញខាងគំនូរបែបហ្នឹងនៅលើចានកែវថូដូចយើងខាងកំពង់ឆ្នាំងល្បីល្បាញខាងធ្វើឆ្នាំងក្អមអីអញ្ចឹងណាបងប្អូនប៉ុន្តែនៅទីនេះគឺពួកគាត់ល្បីខាងធ្វើអញ្ចឹងដែរប៉ុន្តែបែបមានដូចជាការ៉ូដែលគាត់អាចលាបពណ៌បងប្អូនមើលវាធ្វើដូចគ្នាប៉ុន្តែគ្រាន់តែថាគាត់អាចលាបពណ៌ដេកពណ៌លើហ្នឹងមើលទៅឲ្យវាមានពណ៌ចម្រុះស្អាតប្លែកមានផ្កាមានពណ៌ផ្សេងបែបគំនូរគូសដោយដៃអញ្ចឹងណាបងប្អូនហើយភាគច្រើនភ្ញៀវដែលមកគឺគាត់ចូលចិត្តទិញរបស់ souvenir ដែលគេបិទនៅលើទូទឹកកកទាំងខ្ញុំទាំងគេនៅពេលដែលខ្ញុំដើរទៅដល់ណាខ្ញុំតែងទិញដើម្បីទុកជាអនុស្សាវរីយ៍ពេលត្រឡប់មកវិញយើងបិទថាយើងបានទៅលេងនៅណាខ្លះបងប្អូនមានអ្នកណាខ្លះដែលចូលចិត្តទិញវត្ថុបែបហ្នឹងយកមកដាក់នៅលើទូទឹកកកដូចលូរីនដែរហើយនេះគឺជារូបភាពដែលខ្ញុំថតពីផែហ្នឹងដែលយើងមើលទៅខាងនោះទៅក៏ឃើញមានហាងមានកប៉ាល់សមុទ្រមានកន្លែងកំសាន្តពេលយប់ដែរបងប្អូនកប៉ាល់នេះនិយាយទៅនៅអេស្ប៉ាញហ្នឹងគឺល្បីខាងកប៉ាល់ទឹកជិះកំសាន្តហ្នឹងណាដោយសារកប៉ាល់ហ្នឹងគឺស្ថិតនៅសមុទ្រមេឌីទែរ៉ាណេតែម្ដងហើយសម្រាប់គេចូលទៅនេសាទមើលត្រីមើលអីហ្នឹងបងប្អូនបន្ថែមពីហ្នឹងក៏មានរេស្តូរ៉ង់ដែលខ្ញុំនិយាយចឹងតាមហាងមួយកន្លែងផ្លូវដើរហ្នឹងគឺមើលទៅគឺស្អាតដែលយើងអាចចូលញ៉ាំនិយាយគ្នាលេងនៅពេលយប់អីអញ្ចឹងបងប្អូនតាមបែបធូរពួកទេសពាក្យច្រើនជាពួកទេសចរដែលយប់ឡើងគាត់មកដើរលេងកន្លែងហ្នឹងប៉ុន្តែដោយសារសេដ្ឋកិច្ចឥឡូវក៏មិនសូវល្អប្រហែលដែរមិនថាប្រទេសណាស្រុកណាទេវាប៉ះពាល់ដូច្នេះនៅនេះបងប្អូនមើលពេលយប់ក៏រៀងស្ងាត់ដែរហើយនេះគឺជារាត្រីថ្ងៃសៅរ៍អញ្ចឹងធម្មតាថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺមនុស្សច្រើនណាបងប្អូនប៉ុន្តែបងប្អូនឃើញអត់ចំពេលថ្ងៃសៅរ៍ថ្ងៃអាទិត្យក៏មនុស្សនឹងវារៀងស្ងាត់ដែរហើយភាគច្រើនអ្នកដែលដើរហ្នឹងគឺជាភ្ញៀវទេសចរដែលដើរចូលមកលេងទេមិនមែនអ្នកនៅក្នុងស្រុកហ្នឹងដើរទេមានដែរតិចបំផុតប៉ុន្តែគ្រាន់ថាភាគច្រើនគឺជាភ្ញៀវទេសចរទេនិយាយមកលូរីននេះដើររកឃើញរបស់គេចូលចិត្តទៀតហើយបងប្អូនអើយឲ្យតែមានថយមានសត្វមានតុក្កតាហ្នឹងគឺកន្លែងដែលលូរីនចូលចិត្តបំផុតហើយបងប្អូនដើរអត់ឆ្ងាយទេកវលនៅតែកន្លែងហ្នឹងឯង
ហើយក្រៅពីហ្នឹងខ្ញុំឃើញនេះកន្លែងលក់សម្រាប់ចែលរឹតណាបងប្អូនដែលយើងថាដូចយើងចែលរឹតដើម្បីកម្ដៅសាច់ពេលយើងឈឺយើងសាច់ដុំយើងរមួលអីចឹងគាត់ហៅឲ្យខ្ញុំសាកដែរបងប្អូនប៉ុន្តែខ្ញុំមិនទាន់សាកទេគ្រាន់តែមើលសិនបើតំណងចាំថ្ងៃក្រោយចាំទិញចាអរគុណសម្រាប់ការទស្សនា